បាទសួស្តីអ្នកទាំងអស់គ្នាយើងត្រឡប់មកជួបគ្នាសាជាថ្មីដោយយើងចូលមេរៀនថ្មីថ្ងៃនេះចូលដល់ 1.2.4 យើងរៀនអំពី ribbon ហើយខ្ញុំក៏សូមអធិស្ឋានអ្នកទាំងអស់គ្នាផងដែរចំពោះការចាញ់សំឡេងដូចជា pronunciation ភាសាបរទេសវាអត់ត្រូវតាមសំឡេងរបស់វាណាហ្នឹងហើយនេះខ្ញុំអានតាមអ្វីដែលខ្ញុំធ្លាប់រៀនអញ្ចឹងតោះឥឡូវយើងចូលមកដល់ចំណុចទី4គឺយើងរៀនពី ribbon ខ្ញុំនឹងគូបង្ហាញអ្នកទាំងអស់គ្នាតើនៅកន្លែងណាខ្ញុំសូមរើសពណ៌នេះចុះ ribbon គឺទាំងអស់នេះអ្នកទាំងអស់គ្នាទាំងអស់នេះជា ribbon ហើយអាមួយលើនេះវាមានជា ribbon tape របស់វាមួយនេះឥឡូវខ្ញុំឧទាហរណ៍ថានេះអាកាតិចជា ribbon tape របស់អាកាតិចចឹងទៅហើយនៅក្នុង ribbon tape អាកាតិចហ្នឹងនៅក្នុងហ្នឹងវាមាន ribbon panel ផ្សេងទៀតឧទាហរណ៍ដូច bill ចឹងទៅ bill ហ្នឹងជា ribbon panel ហើយនៅក្នុង panel bill ហ្នឹងវាមាន tool ផ្សេងទៀតនៅក្នុងហ្នឹងដូចជា wall ដូចជា door ដូចជា window អីចឹងទៅឧទាហរណ៍ថាអ្នកទាំងអស់គ្នា right click នៅលើអាកាតិចអ្នកទាំងអស់គ្នាឃើញ show panel title ទេបើយើងដោះ click ចេញឃើញបាត់ឈ្មោះpanel ខាងក្រោមហ្នឹងអស់ហើយចឹងយើង right click ហើយយើង show វិញមកចឹងអាហ្នឹងជា ribbon panel របស់វាហើយនៅក្នុង panel ហ្នឹងវាមាន tool ផ្សេងតាមហ្នឹងទៅឥឡូវខ្ញុំបង្ហាញអំពីអ្វីខ្លះដែលយើងត្រូវប្រើញឹកញាប់នៅក្នុងអាកាតិចអានេះសម្រាប់យើង structure អាកាតិចខ្ញុំប្រើមានតែ door ទេភាគច្រើនខ្ញុំប្រើ door នេះប្រើទៅលើអីខ្ញុំប្រើដើម្បីយកទៅចោះ opening ដោយសារវាមានមុខកាត់មានបដោយមានស្ទឹងអីហើយស្រាប់យើងអាច offset ពី floor plan ពីអីងាយស្រួលចឹងយើងយកdoor ហ្នឹងយកទៅចោះបើសិនបើយើងរត់ទៅយករត់អីចឹងណាអាហ្នឹងយើងគូតាម manual ហ្នឹងហើយបន្តមកទៀត roof នេះខ្ញុំប្រើមាន2មាន roof by footprint និង roof by extrusion roof នេះយើងដើម្បីគូជា form មួយឯងដូច roof យើងចឹងនេះវាបានជា form ចឹងហើយដើម្បីយើងយកទៅគូដែកគ្រោងដែកត្បូលហ្នឹងពីលើអា roof ដែលមានស្រាប់ហ្នឹងបើយើងទៅគូ direct ប្រយោលគូ reference line គូ reference អីអាហ្នឹងវាសាំញ៉ាំចឹងមកយើងខ្ចី roof របស់អាកាតិចនេះយកមកគូហើយយើងចាំទៅគូគ្រោងដែករបស់យើងតាមត្បូលអាកាតិចមានស្រាប់ហ្នឹងវាងាយស្រួលជាងហើយខ្ញុំអត់ឧទាហរណ៍គូឲ្យមើលទេខ្ញុំគ្រាន់តែមកបង្ហាញថាដើម្បីបាន tool នឹងយកទៅប្រើយើងចូលទៅកន្លែងណាអញ្ចឹងណាដល់ពេលយើងចូលអនុវត្តយើងងាយស្រួលតែម្ដងហើយមួយទៀត roof សម្រាប់ by extrusion នេះសម្រាប់ត្បូលដែលមានរាងសាំញ៉ាំយើងគ្រាន់តែគូ line ទៅតាម shape ត្បូលដែលយើងចង់បានទៅយើងគូតាម line នេះហើយវានឹង generate ជាត្បូលឲ្យយើងហើយនឹងយើងនឹងអនុវត្តនៅវីដេអូក្រោយៗទាំងអស់គ្នាដើម្បីកុំឲ្យវាច្រំដាលទៅមុខទៅក្រោយពេកហ្នឹងហើយផុតពី roof មកទៅមុខទៀតនេះមានដូចជា RAM និង stair នេះ structure យើងអត់មានដែរ stair នេះអញ្ចឹងយើងខ្ចី stair បន្តិចយកមកគូគ្រាន់តែយើងប្រើតែ step តែអីចឹងយើងអត់ប្រើ railing អត់ប្រើអីចឹងដកវាចេញតាមហ្នឹងទៅហើយអីផ្សេងទៀតនេះយើងអត់ប្រើទេអញ្ចឹងក្នុង structure យើងប្រើបើអាកាតិចតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូ tool ribbon tape នៅក្នុងអាកាតិចតែប៉ុណ្្នឹងទេយើងនឹងជួបគ្នាវីដេអូក្រោយនឹងរៀបរាប់ផ្សេងទៀតអ្វីដែលយើងមិនទាន់បានរៀនសូមអរគុណ